បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់ឱកាសសិក្សាចិញ្ចឹមកង្កែបបាទភ្នំពេញបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នានេះគឺជាកង្កែបដែលយើងធ្វើការចាប់យកទៅឲ្យមួយណាបងប្អូនអរគ្នាបាទអូកែបល្អល្អណាបាទហ្នឹងហើយមួយនេះគឺមួយដែលប្រចាំដែលមួយប្រចាំមួយដែលបាទដែលគាត់តែងតាទិញយើងបាទហ្នឹងហើយខ្ញុំមិនលក់ឲ្យអ្នកណាក្រៅពីមួយហ្នឹងទេបាទបងប្អូនអរគ្នាបាទហ្នឹងហើយបើបងប្អូនអរគ្នាចង់ទិញកាប់គីឡូពីខ្ញុំក៏អត់មានលក់ដែរបាទហ្នឹងហើយទៅទោះអាមួយប្រចាំណាបាទបានលក់ឲ្យបាទបាទបើមិនមែនមួយប្រចាំទេមិនបានលក់ឲ្យទេបាទហ្នឹងហើយសម្រាប់ការរបស់យើងគឺបាទសុខភាពល្អហើយនោះបងប្អូនអរគ្នាយើងចាប់តា3តង់ទេបាទចាប់តា3តង់ទេមកតាំងប្រហែលជា100គីឡូទៅ200គីឡូបាទខ្ញុំមិនច្បាស់ដែរបាទបងប្អូនអរគ្នាទាល់តែទៅដល់មួយបានយើងដឹងថាអូវាច្រើននៅមើលកតិចអញ្ចឹងណាបាទហ្នឹងហើយដោយសារតាយើងចាប់វគ្គនេះទៅតែ3តង់សិនវគ្គក្រោយប្រហែលជា3 4តង់អញ្ចឹងណាបាទវគ្គក្រោយទៀត3 4តង់ទៀតអស់ល្មមបាទហ្នឹងហើយអញ្ចឹង20 30តង់អីហ្នឹងចាប់តា3 4ដងឬបាទ5ដងអស់ហើយបងប្អូនអរគ្នាបាទយើងមិនទៅចាប់ឲ្យច្រើនពេកទេបាទហ្នឹងហើយអញ្ចឹងបងប្អូនអរគ្នាសម្រាប់បងណាដែលគាត់ត្រូវការកូនកង្កែបយកទៅចិញ្ចឹមបាទបងប្អូនអរគ្នាអាចទំនាក់ទំនងមកបានបាទហើយមកតើវាមកខ្នេះមកបងប្អូនអរគ្នាអាចទំនាក់ទំនងមកបានសម្រាប់បច្ចេកទេសនឹងការចិញ្ចឹមបាទបងប្អូនអរគ្នាតែងតែសួរថាបារម្ភភ័យខ្លាចឆ្ងាយបាទហ្នឹងហើយបារម្ភភ័យខ្លាចរឿងឆ្ងាយបាទបើនិយាយរួមទៅពីខ្មែរយើងទៅថៃឆ្លងដល់ថៃពីខ្មែរយើងឆ្លងទៅដល់វៀតណាមបាទគេនៅតែដប់ដល់អញ្ចឹងណាបាទតម្រាំអីខ្មែរយើងនៅក្នុងស្រុកបាទយើងដប់មិនដល់យ៉ាងម៉េចបាទហ្នឹងហើយសម័យនេះហើយគឺជាសម័យដែលគេជឿនលឿនដែលគេដាក់តាឡានហើយគេយកទៅដប់ទៅស្រួលបងប្អូនអរគ្នាអត់មានពិបាកអីវិញឆ្ងាយច្រើនទេបាទហ្នឹងហើយបានថាបងប្អូនខ្លះគាត់មានការបារម្ភភ័យខ្លាចរឿងឆ្ងាយបាទបើរឿងឆ្ងាយយើងឆ្ងាយអស់ធម្មផុតប៉ោយប៉ែតបាទមន្ទីរមានជ័យបាទទៅមកក៏កំពង់សោមបាទកំពតបាទព្រៃវែងហ្នឹងវាមានអីរឿងឆ្ងាយទេបងប្អូនអរគ្នាបាទខ្ញុំបើខ្ញុំដប់ជញ្ជូនកូនហ្នឹងវារាប់ឆ្នាំទៅហើយបាទហ្នឹងហើយបើថារឿងបញ្ហាមានបញ្ហាអីគឺខ្ញុំទទួលសងជំនួសបាទហ្នឹងហើយតែបើថារឿងឆ្ងាយដូចជាមិនឆ្ងាយទេបាទហ្នឹងហើយគ្រាន់តែថាប្រាប់បងប្អូនទាំងអស់គ្នាថាអាស្រ័យដែលលើយើងនៅក្នុងការចិញ្ចឹមគឺលើបច្ចេកទេសហើយសួរអ្នកបច្ចេកទេសបន្ថែមបាទហ្នឹងហើយបងប្អូនអរគ្នាដូចសួរខ្ញុំអញ្ចឹងណាខ្ញុំជាគ្រូបកគោលអញ្ចឹងណាបាទហ្នឹងហើយសួរទៅបាទសួរនាំទៅបាទពេលមានបញ្ហាជំងឺឈឺស្កាត់អីបងប្អូនអរគ្នាសួរទៅបាទហ្នឹងហើយនឹងជាចំណុចមួយដែលបងប្អូនអរគ្នាចំណេញណាបាទគ្រាន់តែទិញកូនយកទៅបងប្អូនអរគ្នាចំណេញនៅការរៀនបាទហើយបើថានិយាយពីរឿងឆ្ងាយបាទខ្ញុំមិនដឹងជានិយាយមិនទេបាទហ្នឹងហើយពួកអីពីបាទឧទាហរណ៍ណាបាទពីសៀមរាបទៅកំពង់សោមបាទដាក់ទៅមួយថ្ងៃដល់បាទអត់ឆ្លងរំលងថ្ងៃដោយថាយើងដាក់ថ្ងៃនេះព្រឹកទៅដល់ទេអត់ទេបាទដាក់ថ្ងៃនេះគឺថ្ងៃនេះគឺត្រូវទៅដល់បាទហ្នឹងហើយដាក់ព្រៃវែងបាទដាក់ថ្ងៃនេះគឺថ្ងៃនេះត្រូវទៅដល់បាទគឺអត់រំលងថ្ងៃឲ្យទេបាទហ្នឹងហើយបងខ្មុំបាទពោធិ៍សាត់បាត់ដំបងញ៉ាំទៅខ្ញុំដប់ទៅច្រើនបាទរាល់ឆ្នាំខ្ញុំដប់ទៅច្រើនខ្ញុំលក់កូន
bởi nhầm dây bị rương lụa côn với nhầm lụa côn rập mơn côn là không mà năm hai bong côn quật vô tật phơi cát bà đôi nhầm chân này bà về khla quật che lật trên đây lật ấy phun ai quật lụa đây vừa buôn quật bóp cáp lụa nó tam phơi cay ấy mà ngay bàn bà giang tích na có đập mơn bà hà sập la mà rồi la ấy anh nâng ta tham lật tập hiệp quật đại quật prấn á này bà là ngày anh bật hà quật liệt là không cà rô xì bà rồi dừng điện chấm bà đôi thành chấm tràn đâu miền tây tàu na thế bà rồi chập lụa oi môi bà chân tư bà hãy xua đằng cáp nó miền chữ ngư ót bà bằng cáp miền chữ ngư nó ngọc o hai bằng bộ nọc nè bà mình nơi tê bà này tại bà sân chia cáp bờ miền chữ ngư hai sai từ lơi cả ta pui chứ này bà ta pui miền chữ ngư hai bà mơ thai nè bà ngọc vì mà năm ta 15 ngọc bút bà ngọc rô tập p cho nên mình bán bà đừng này bong bóng đặc này bà video nâng nhầm miền tây phần năng anh bà ai ní cứ chia con cạp đầy dương chặt tất cả chặt ở môi bà đừng này nhầm xong mày nhầm liệt bờ tích bà mày xong liệt bờ này thằng cà rong tích bà ở bóng bóng đặc này mơ bà ní chia con cạp bà pất bà đừng này mình khai bà mình chia video AI AT bà đừng này cạp chăm sóc xài dương nữa anh đặt tăng tròn bà xây cái bốt bà xây ní pi 7 năm đã hai phục ở hai bóng quân ở kia bà đừng này